ខ្ញុំបានរចនាផ្នែកខាងក្រៅនៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនមើលទៅវាសាមញ្ញមែនតើប៉ុន្តែ minimal design is never easyនៅពេលទទួលបាន project នេះដំបូងខ្ញុំមានអារម្មណ៍ភ័យតិចៗដែរដោយសារតែនេះជាលើកទី1ដែលខ្ញុំនឹងត្រូវធ្វើការ design លើរថយន្តហើយធ្វើ production printing ឲ្យចេញមកខាងក្រៅតែម្ដងដោយខ្ញុំធ្លាប់បានរៀននៅសាកលវិទ្យាល័យដែរប៉ុន្តែកាលនោះគឺយើងគ្រាន់តែសិក្សាបែបស្រាលៗដោយមិនមាន production ចេញមកខាងក្រៅទេក៏ប៉ុន្តែលើកនេះគឺយើងត្រូវការធ្វើនិងត្រូវការគិតទៅដល់ការ print ចេញមកខាងក្រៅសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបានគិតគូរទៅដល់ថាតើនៅពេលដែល print ចេញមករូបរាងរបស់ការ design របស់យើងវាដូចទៅនឹងអ្វីដែលយើងចង់បានដែរអត់នៅក្នុងដំណើរការ design នេះដែរខ្ញុំក៏មាន manager របស់ខ្ញុំគាត់ជួយពិភាក្សានិងឲ្យយោបល់ទៅលើ concept design ដើម្បីឲ្យការ design នោះវាឈានទៅដល់ការសម្រេចបានលឿនប៉ុន្តែនៅក្នុងដំណើរការនេះយើងក៏មានការចេញ concept និង option ជាច្រើនដែរមុននឹងឈានទៅដល់ការ design ចុងក្រោយដែលអ្នកទាំងអស់គ្នាបានឃើញនៅតាមវីដេអូការរចនាទៅលើរថយន្តអគ្គិសនីនេះក៏ជា challenge មួយរបស់ខ្ញុំហើយក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ការ design ហើយខ្ញុំក៏សប្បាយចិត្តមែនទែននៅពេលដែលបានឃើញការ design របស់ខ្លួនឯងមានរូបរាងនៅខាងក្រៅនិងធ្វើដំណើរនៅតាមផ្លូវ